ទេហើយបាការនេះគេចេញតាំងពីឆ្នាំ2019កន្លងមកប៉ុន្តែក្នុងអំឡុងពេលថ្ងៃទី8ខែសីហាឆ្នាំ2026នេះវាមានអំពើហិង្សាដោយប្រើប្រាស់អាវុធនៅក្នុងប្រទេសថៃនឹងកើតឡើងដោយយុវជនអាយុ14ឆ្នាំបាញ់ប្រហារសម្លាប់តាយាយរបស់ខ្លួនហើយទៅបាញ់ប្រហារទៅលើបុគ្គលិកនៅក្នុងសាលារៀនមួយបណ្ដាលឲ្យមនុស្សប្រមាណ7នាក់បានបាត់បង់អាយុជីវិតទៅទៀតហើយប្រព័ន្ធផ្សព្វផ្សាយនានាដូចជា CNN BBC Sky News CNA Reuters AFP ជាដើមនោះបានចុះផ្សាយប្រងព្រាតដោយយកឯកសារចាស់របស់វិទ្យាស្ថានវិទ្យាល័យសុខភាពនៃសាកលវិទ្យាល័យ Washington របស់សហរដ្ឋអាមេរិកយកមកចុះផ្សាយនៅត្រង់ថាប្រទេសថៃបើប្រៀបធៀបជាមួយនឹងប្រទេសសមាជិកអាស៊ានទាំង11ប្រទេសនេះគឺប្រទេសថៃជាប់លំដាប់ថ្នាក់លេខ2ដែលមានអំពើហិង្សាដោយអាវុធច្រើនជាងគេមានន័យថាប្រើអាវុធគេហៅកាន់ក្រែមគឺអុក្រិតកម្មដោយប្រើប្រាស់អាវុធនឹងច្រើនជាងគេហើយប្រព័ន្ធផ្សព្វផ្សាយខ្លះថាមិនមែនលេខ2ទេគឺថៃជាប់លេខ1ក្នុងចំណោមសមាជិកអាស៊ានទាំង11ប្រទេសបើកាលមុនមានហ្វីលីពីនប៉ុន្តែហ្វីលីពីនបានអំពើហិង្សាអក្រិតកម្មដោយការប្រើប្រាស់អាវុធនឹងវាធ្លាក់ចុះតាំងពីអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើសង្គ្រាមប្រឆាំងនឹងអក្រិតកម្មថ្នាំញៀនការជួញដូរថ្នាំញៀនជាពិសេសបានលុបបំបាត់និងបន្ទន់រចនាសម្ព័ន្ធរបស់អាប៊ូសាយ៉ាហ្វគេហៅក្រុមអ៊ីស្លាមនិយមអាប៊ូសាយ៉ាហ្វហ្នឹងក៏អំពើហិង្សាដោយអាវុធនឹងវាស្ងប់ស្ងាត់នៅហ្វីលីពីនវាឡើងនៅថៃឯនេះហើយថៃនេះបើតាមមើលទៅប្រព័ន្ធផ្សព្វផ្សាយខ្លះគេចាត់ទុកថាថៃជាប្រទេសគំរូអាក្រក់នៅក្នុងអាស៊ានទៅទៀតមិនមែនតែជាប្រទេសដែលមានអំពើហិង្សាដោយអាវុធច្រើនជាងគេទេនៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ានថៃក៏ជាប្រទេសគំរូអាក្រក់នៅក្នុងអាស៊ានដែរគំរូអាក្រក់នៅត្រង់គេមើលឃើញថាបណ្ដាប្រទេសជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានហ្នឹងគឺមានសមាជិក11ប្រទេសក្នុងចំណោម10ប្រទេសនេះគឺមិនមានប្រទេសណាមួយដែលមានចំនួនជាមួយនឹងប្រទេសជាប់ព្រំដែនរបស់ខ្លួនទេមានតែប្រទេសថៃមួយទេដែលគ្មានទំនាក់ទំនងល្អនិងមានអរិភាពជាមួយនឹងប្រទេសដែលមានព្រំដែនជាប់ព្រំដែនគោករបស់ខ្លួនអញ្ចឹងថៃមានប្រទេស4ដែលជាប់ព្រំដែនគោករបស់ប្រទេសថៃក្នុងចំណោមប្រទេសទាំង4នេះគឺគ្មានទំនាក់ទំនងល្អជាមួយប្រទេសថៃទេដូច្នេះនេះក៏ជាគំរូអាក្រក់មួយក្នុងចំណោម11ប្រទេសជាសមាជិកអាស៊ានគឺមានតែថៃមួយទេដែលជាគំរូអាក្រក់នៅក្នុងបងប្អូន11នាក់នេះពាក់ព័ន្ធទៅនឹងការបង្កើតចំនួនឬមានអរិភាពជាមួយប្រទេសជិតខាងអញ្ចឹងមកតាមការសិក្សាស្រាវជ្រាវគឺប្រទេសថៃមានអំពើហិង្សាដោយអាវុធនឹងខ្ពស់ជាងគេជាប់លំដាប់ថ្នាក់លេខ1នៅក្នុងចំណោមសមាជិកអាស៊ានទាំង11ហ្នឹងបាទវិធានការជាច្រើនក្នុងនោះក៏មានវិធានការផ្អាកការចេញលិខិតក្នុងការអនុញ្ញាតឲ្យជនស៊ីវិលប្រើប្រាស់អាវុធបានដែរពីព្រោះនៅក្នុងប្រទេសថៃមិនមែនតែកងកម្លាំងប្រដាប់អាវុធទេមិនមែនមានតែប៉ូលីសមិនមែនមានតែទាហានទេដែលមានសិទ្ធិប្រើប្រាស់អាវុធសូម្បីតែជនស៊ីវិលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់អាវុធក៏ខាងរដ្ឋាភិបាលនឹងចេញលិខិតឲ្យប្រើប្រាស់អាវុធស្របច្បាប់ដែរហើយវិធានការរបស់ប្រទេសថៃក្រោយពីមានអំពើហិង្សាបាញ់ប្រហារអំពើហិង្សាដោយអាវុធកើតឡើងក៏បានប្រកាសផ្អាកទៅហើយផ្អាកតាំងពីថ្ងៃអង្គារសប្តាហ៍នេះគឺមិនអនុញ្ញាតឲ្យចេញលិខិតថ្មីដល់ជនស៊ីវិលដែលសុំលិខិតប្រើប្រាស់អាវុធនោះទេហើយមួយទៀតចំពោះវិធានការមួយទៀតគឺមានការរឹតបន្តឹងសន្តិសុខនៅទូទាំងប្រទេសដើម្បីទប់ស្កាត់អំពើហិង្សាកុំឲ្យកើតឡើងចំណុចនេះខ្ញុំសូមបញ្ជាក់ជូនថាអញ្ចេះតាមពិតការរឹតបន្តឹងនេះវាជាវិធានការមួយក្នុងការទប់ស្កាត់អំពើហិង្សាប៉ុន្តែគ្រាន់តែប្រភពដើមវានៅតែមានទេវានៅតែមានវាដូចជាភ្លើងឆេះអញ្ចឹងភ្លើងនៅតែឆេះទេប៉ុន្តែគ្រាន់តែកាលណាទឹកពុះគ្រាន់តែវិធានការនេះគ្រាន់តែយកទឹកទៅចាក់ថែមទេប៉ុន្តែមុននឹងក្រោយទឹកនឹងក៏កំពុះដដែលដោយសារភ្លើងវានៅតែឆេះរឿងនេះចង់និយាយថាអាវុធវានៅក្នុងដៃជនស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដដែលអញ្ចឹងបើអាវុធវាមានជាពិសេសគឺសិលធម៌និងការគោរពច្បាប់របស់ប្រជាពលរដ្ឋថៃហ្នឹងគឺคล้ายទៅជារឿងអំនួតคล้ายទៅជារឿងអួតអាងវាទៅជាមោទនភាពជ្រុលចង់និយាយថាប្រជាជនថៃនៅពេលបច្ចុប្បន្ននេះគឺក្នុងរយៈពេលកន្លះទសវត្សរ៍កន្លងមកនេះគឺជាប្រជាជនដែលគ្មានរបៀបគ្មានសិលធម៌និងជាប្រជាពលរដ្ឋដែលមានអំនួតនិងអួតអាងខ្លាំងអញ្ចឹងហើយអំពើហិង្សាដោយអាវុធនេះវាកើតឡើងជាបន្តបន្ទាប់ដោយសារតែខ្វះសុជីវធម៌ខ្វះសិលធម៌ក្នុងការរស់នៅក្នុងសង្គមនៃប្រជាជនថៃនេះតែប៉ុណ្ណោះដូច្នេះអាវុធវាមិនមែនជាអ្នកទៅបាញ់គេដោយស្រួលខ្លួនឯងទេគឺមនុស្សទេអ្នកយកទៅបាញ់គេនោះដែលនាំឲ្យមានអំពើហិង្សាអញ្ចឹងបើផ្នត់គំនិតរបស់ប្រជាពលរដ្ឋថៃនៅតែមានភាពកក្លឿននៅតែមានបែបទំនើងនៅតែមានភាពអួតអាងនៅក្នុងខ្លួនបែបនេះនោះអំពើហិង្សានៅតែមានប៉ុន្តែគ្រាន់តែវិធានការថ្មីនេះដូចជាការរឹតបន្តឹងផ្នែកសន្តិសុខគ្រាន់តែជួយទប់ស្កាត់តែប៉ុណ្ណោះมันអាចលុបបំបាត់បានទេបាទរដ្ឋបាលរបស់លោក Donald Trump បានកំណត់គោលដៅដៃគូពាណិជ្ជកម្មរាប់សិបប្រទេសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃប្រហ័សទី13ខែសីហាក្នុងសប្តាហ៍នេះថាជាហានិភ័យដែលអាចកើតមានក្នុងការជួយបញ្ជៀសការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើផលិតផលចិនដោយសន្យាថានឹងប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជួយតាមដានការអនុវត្តខុសច្បាប់នាពេលអនាគត
ក្នុងចំណោមប្រទេសដែលមានឈ្មោះក្នុងបញ្ជីក៏មានសហភាពអឺរ៉ុបរួមជាមួយប្រទេសជិតខាងរបស់សហរដ្ឋអាមេរិកគឺប្រទេសមិចស៊ិកនិងកាណាដាផងដែរប្រទេសផ្សេងទៀតរួមមានប្រទេសឥណ្ឌាជប៉ុនកូរ៉េខាងត្បូងវៀតណាមនិងសិង្ហបុរីផងរបាយការណ៍របស់សេដ្ឋវិមានផ្ដោតលើក្តីបារម្ភយូរអង្វែងរបស់ខ្លួនជំវិញការដឹកជញ្ជូនខុសច្បាប់ជាទីដែលទំនិញអាចត្រូវបានបញ្ជូនតាមរយៈប្រទេសទី3ដែលប្រឈមនឹងពន្ធទាបរបស់សហរដ្ឋអាមេរិកដើម្បីជៀសវាងការបង់ពន្ធខ្ពស់ជាងដែលដាក់ដោយលោក Donald Trump លើប្រទេសចិនទីប្រឹក្សាពាណិជ្ជកម្មសេដ្ឋវិមានលោក Peter Navarro បានប្រាប់ក្រុមអ្នកសារព័ត៌មានថារយៈពេលជាច្រើនឆ្នាំមកហើយការបន្លំការដឹកជញ្ជូនដ៏ធំបានអនុញ្ញាតឲ្យចិនបង្វែរការនាំចេញរបស់ខ្លួនតាមរយៈប្រទេសជាង40របាយការណ៍របស់អាមេរិកដែលចេញផ្សាយកាលពីថ្ងៃប្រហ័សសប្តាហ៍នេះបានចង្អុលបង្ហាញពីប្រទេសជាង40ដែលជាប់ទាក់ទងនឹងហានិភ័យនៃការដឹកជញ្ជូនខុសច្បាប់កើនឡើងចាប់តាំងពីការវិលត្រឡប់ទៅកាន់សេដ្ឋវិមានវិញកាលពីឆ្នាំមុនលោក Donald Trump បានដាក់ពន្ធយ៉ាងច្រើនលើដៃគូពាណិជ្ជកម្មរបស់អាមេរិកបន្ថែមលើពន្ធដែលមានស្រាប់ដែលការនាំចូលរបស់ចិនប្រឈមខ្លាំងជាងគេលោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃប្រហ័ស13សីហាសប្តាហ៍នេះថាពន្ធរហូតដល់ 100% លើការនាំចូលយានដ្រូននិងគ្រឿងបង្គុំគឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើការនាំចូលក្នុងឧស្សាហកម្មដែលគ្របដណ្ដប់ដោយប្រទេសចិនយោងតាមសេចក្តីថ្លែងការណ៍របស់សេដ្ឋវិមានដែលរៀបរាប់លម្អិតអំពីអត្រាពន្ធ 100% លើការនាំចូលប្រព័ន្ធយានដ្រូន UAS ប្រធានាធិបតីអាមេរិកបានបញ្ជាក់ពីការសម្រេចចិត្តនេះផ្ដោតលើបញ្ហាសន្តិសុខជាតិយានដ្រូនដែលមានទម្ងន់លើសពី25គីឡូក្រាមនិងមានសមត្ថភាពផ្នែកសន្តិសុខជាតិដូចជាការវាស់កម្ដៅនិងឧបករណ៍ចម្លងអគ្គិសនីនឹងត្រូវបង់ពន្ធ 100% យានដ្រូនខ្នាតតូចជាងនេះក៏ប្រឈមនឹងការបង់ពន្ធ 25% ផងដែរតាមសប្តាហ៍នេះកងឆ្មាំបដិវត្តអ៊ីរ៉ង់បានទទូចថាពួកគេនឹងមិនបើកច្រកសមុទ្រហូមូសឡើងវិញទេរហូតដល់សហរដ្ឋអាមេរិកគោរពតាមបញ្ជីនៃការទាមទាររួមទាំងការបង់សំណងសម្រាប់ការខូចខាតដោយសារសង្គ្រាមផងការបិទផ្លូវធម្មពលដ៏សំខាន់របស់អ៊ីរ៉ង់បានធ្វើឲ្យសម្ព័ន្ធមិត្តរង្គោះរង្គើធ្វើឲ្យទីផ្សារច្របូកច្របល់និងជំរុញឲ្យតម្លៃហក់ឡើងខ្ពស់ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថាលោកកំពុងបន្ថយល្បឿនក្នុងវិធីសាស្ត្ររបស់លោកទៅកាន់ទីក្រុងតេហ៍រ៉ង់ដោយលោកជឿថាអាចរងចាំពួកគេតាមសម្រួលទីក្រុងតេហ៍រ៉ង់នៅតែទទួលពីការរក្សាការគ្រប់គ្រងច្រកសមុទ្រហូមូសបន្ទាប់ពីសង្គ្រាមហើយចង់គិតថ្លៃសម្រាប់ការឆ្លងកាត់ដោយវាយប្រហារម្ដងហើយម្ដងទៀតលើនាវាដែលខ្លួនចោទថាកំពុងព្យាយាមឆ្លងកាត់ផ្លូវទឹកដោយខុសច្បាប់ការវិវត្តថ្មីៗក្នុងការចរចាបង្ហាញថាជំរឿសរបស់ប្រធានាធិបតីអាមេរិកក្នុងការដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់បានរួមកាន់តែតូចប្រពន្ធបានដកស្រង់សម្ដីមន្ត្រីអាមេរិកថាលោក Donald Trump បានរៀបចំមូលដ្ឋានសម្រាប់រយៈពេលជាច្រើនសប្តាហ៍ដើម្បីប្រកាសថាសហរដ្ឋអាមេរិកទទួលបានជ័យជំនះក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ប្រសិនបើទីក្រុងតេហ៍រ៉ង់បើកដំណើរការច្រកសមុទ្រហូមូសឡើងវិញពេញលេញលោកក៏បានលើកឡើងជាសម្ងាត់ជាមួយនឹងជំនួយការជាន់ខ្ពស់ថាលោកមានឆន្ទៈដកខ្លួនចេញពីសង្គ្រាមដោយពុំចាំបាច់មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរat numbers that people hadn't seen in years $1.85 លោក Donald Trump កំពុងផ្ដោតលើការបើកច្រកសមុទ្រហូមូសហើយអាចផ្អាកការប៉ុនប៉ងក្នុងការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ប្រសិនបើការដឹកជញ្ជូនទំនិញចាប់ផ្ដើមដំណើរការឡើងវិញនៅក្នុងផ្លូវទឹកនេះលោក Trump បានប្រាប់ទីប្រឹក្សាជាន់ខ្ពស់ថាលោកជឿថាអ៊ីរ៉ង់នឹងពិបាកក្នុងការចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញបន្ទាប់ពីទីតាំងសំខាន់ៗចំនួន3ត្រូវបានបំផ្លាញកាលពីខែមិថុនាកន្លងទៅលោក Trump បានទទូចថាអ៊ីរ៉ង់មិនអាចព្យាយាមធ្វើឲ្យកម្មវិធីរបស់ខ្លួនរស់ឡើងវិញឬផលិតគ្រាប់បែកដោយគេចផុតពីការរកឃើញរបស់ក្រុមស៊ើបការសម្ងាត់អាមេរិកបានឡើយហើយជឿថាវាត្រូវបានរារាំងដោយការគំរាមកំហែងរបស់វិធានការយោធាអាមេរិកសូម្បីតែការប៉ុនប៉ងផលិតអាវុធនុយក្លេអ៊ែរយ៉ាងណាក្តីមន្ត្រីអាមេរិកបានប្រាប់សារព័ត៌មានថាប្រសិនបើមិនមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយច្រកសមុទ្រនេះបើកឡើងវិញលោក Trump ទំនងជានឹងបន្តបទជបាញ់បច្ចុប្បន្ននិងលុបចោលការបិទគប់ផ្លូវទឹកដោយសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ផងដែរ We do not let them go into Iran. They're not admitted into លោក Donald Trump កាលពីថ្ងៃច័ន្ទទី10សីហាបានឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងការទាមទារផ្ទាល់ខ្លួនរបស់លោកថាអ៊ីរ៉ង់ត្រូវបង់ប្រាក់សំណងសម្រាប់មនុស្សដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមការវាយប្រហារនិងការតបក្នុងការកើនឡើងនៃសង្គ្រាមវោហារសាស្ត្រដែលទំនងជាធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រហូមូសឡើងវិញសំណើរបស់លោក Donald Trump ដែលមិនធ្លាប់ត្រូវបានលើកឡើងពីមុនមកគឺជាការឆ្លើយតបទៅនឹងការទាមទាររបស់ទីក្រុងតេហ៍រ៉ង់សម្រាប់សំណងនិងការបញ្ចប់ទណ្ឌកម្មការទាមទាររបស់អ៊ីរ៉ង់ភាគច្រើនស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពបឋមត្រូវបានចុះហត្ថលេខានៅក្នុងខែមិថុនាដែលចាប់តាំងពីពេលនោះមកបានបរាជ័យលោក Trump ចូលចិត្តនិយាយថាលោកបានចាប់ផ្ដើមសង្គ្រាមជាមួយអ៊ីរ៉ង់បន្ទាប់ពីសម្ពាធសេដ្ឋកិច្ចអស់រយៈពេល50ឆ្នាំមិនបានជោគជ័យក្នុងការបញ្ឈប់ហិច្ចតារបស់អ៊ីរ៉ង់ក្នុងការវិវត្តអាវុធនុយក្លេអ៊ែរប៉ុន្តែឥឡូវនេះលោកកំពុងភ្នាល់លើការដាក់សម្ពាធផ្នែកហិរញ្ញវត្ថុជាថ្មីដើម្បីបញ្ចប់សង្គ្រាមនេះលោកប្រធានាធិបតីបាននិយាយថាដោយសារអ៊ីរ៉ង់កំពុងទាមទារសំណងជាផ្នែកមួយនៃការចរចាសន្តិភាពលោកមានបំណងទាមទារសំណងដូចគ្នាសម្រាប់ភាគីអាមេរិកដែរទន្ទឹមនឹងនេះប្រទេសអ៊ីរ៉ង់នៅតែមិនផ្លាស់ប្ដូរគោលជំហរលើលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការបើកច្រកសមុទ្រហូមូសឡើងវិញការវិវត្តបានកើតឡើងខណៈដែលសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់មិនបានបង្ហាញសញ្ញាឈានដល់ទីបញ្ចប់ឡើយទោះបីជាមានការអះអាងម្ដងហើយម្ដងទៀតពីប្រធានាធិបតីអាមេរិក Donald Trump ថាកិច្ចព្រមព្រៀងជិតលេចចេញជារូបរាងហើយក៏ដោយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធទី12សីហាបាននិយាយថាប្រទេសរបស់លោកកំពុងគ្រប់គ្រងច្រកសមុទ្រហូមូសជាយុទ្ធសាស្ត្រហើយនឹងនៅតែរក្សាការគ្រប់គ្រងការបិទផ្លូវដោយកងទ័ពជើងទឹករបស់ពួកលោកកំពុងត្រូវបានមនុស្សម្នាចាត់ទុកថាជាជញ្ជាំងដែកហើយគ្មានអ្វីដែលអ៊ីរ៉ង់អាចបំបែកបានឡើយលោក Trump បានអះអាងដដែលថាអាមេរិកគ្រប់គ្រងច្រកសមុទ្រនេះជាផ្លូវទឹកមានសារៈសំខាន់សម្រាប់លំហូរធម្មពលនិងការដឹកជញ្ជូនទំនិញផ្សេងទៀតឆ្លងកាត់តំបន់មជ្ឈិមបូព៌ាយោធារបស់អ៊ីរ៉ង់កាលពីថ្ងៃប្រហ័ស13សីហាបានច្រានចោលការកុហករបស់លោក Donald Trump ដែលលើកឡើងពីការគ្រប់គ្រងច្រកសមុទ្រហូមូសហើយបានបញ្ជាក់ថាផ្លូវទឹកយុទ្ធសាស្ត្រនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ទេ سالم بودن یعنی کسی که میتونه بشینه اونجا 7 ساعت 8 ساعت با ما بحث Kushner ជាកូនប្រសារនិងជាអ្នកចរចារបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយដើម្បីព្យាយាមជំរុញផែនការសម្រាប់ការបញ្ចប់ជម្លោះនៅតំបន់ Gaza បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលបានប្រកាសថ្មីៗនេះដោយរដ្ឋបាលលោក Donald Trump ត្រូវបានអ៊ីស្រាអែលប្រឆាំងអ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាសសម្រាប់មនុស្សជាបន្តបន្ទាប់នៅឡើយទេនៅក្នុងតំបន់ Gaza
មន្ត្រីមួយរូបនៃក្រុមប្រឹក្សាសន្តិភាពជាស្ថាប័នដែលលោកត្រាំបានបង្កើតឡើងដើម្បីត្រួតពិនិត្យបទជប់បាញ់ដ៏ផុយស្រួយក្នុងសង្គ្រាមអ៊ីស្រាអែលហាម៉ាស់បាននិយាយថាលោក Kushner តំណាងជាន់ខ្ពស់ក្រុមប្រឹក្សាភិបាលលោក Nikolai Mladenov និងសមាជិកក្រុមប្រឹក្សាភិបាលនិងអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair នឹងទៅដល់អ៊ីស្រាអែលនៅថ្ងៃអាទិត្យសប្តាហ៍នេះដែរមន្ត្រីរូបនេះបានដឹងថាបន្ទាប់មកក្រុមនេះនឹងធ្វើដំណើរទៅកាន់ទីក្រុង Caire អេស៊ីបជាកន្លែងដែលកិច្ចប្រជុំរបស់ក្រុមអ្នកបច្ចេកទេសប៉ាឡេស្ទីនដែលគ្រងនឹងគ្រប់គ្រងតំបន់ហ្គាហ្សាក្រោមកិច្ចព្រមព្រៀងបទជប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកបានកើតឡើងអស់រយៈពេលជាច្រើនខែកន្លងមកនេះដំណើរនេះត្រូវបានរាយការណ៍មុននេះដោយសារព័ត៌មាន Exos ឈានចូលដល់សប្តាហ៍នេះស្ថានភាពសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនៅតែមានសភាពខ្លាំងក្លាដោយការវាយប្រហារដាក់គ្នានៅតែមានមនុស្សជាច្រើនបន្តស្លាប់ក្នុងសង្គ្រាមជាង4ឆ្នាំមកនេះអាជ្ញាធរមូលដ្ឋានបានឲ្យដឹងកាលពីថ្ងៃច័ន្ទទី10សីហាឆ្នាំ2026ថាការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់13នាក់បានស្លាប់និង75នាក់រងរបួសនៅក្នុងទីក្រុង Nizhnekamsk ដែលជាទីក្រុងមួយនៃតំបន់ដ៏ជ្រៅក្នុងប្រទេសរុស្ស៊ីគឺតំបន់ Tatarstan ដោយនេះគឺជាការវាយប្រហារដ៏សាហាវបំផុតដែលបានកើតឡើងលើប្រទេសនេះក្នុងរយៈពេលជាង2ឆ្នាំមិនធ្លាប់មានការវាយប្រហារនេះកើតឡើងនៅពេលដែលរុស្ស៊ីនិងអ៊ុយក្រែនបង្កើនប្រតិបត្តិការតាមអាកាសលើគ្នាទៅវិញទៅមកខណៈពេលដែលសមរភូមិជួរមុខនៃសង្គ្រាមភាគច្រើននៅទ្រឹងយន្តរ៉ូនិងមីស៊ីលកាន់តែច្រើនកំពុងឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសរបស់ភាគីទាំងពីរដែលមានន័យថាចំនួនជនស៊ីវិលដែលបានស្លាប់កើនឡើងហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតក៏កំពុងរងការខូចខាតក្រុងគៀវបាននិយាយថាការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់12នាក់កាលពីពេលយប់និងបានបង្ករបួសដល់មនុស្សរាប់សិបនាក់ផ្សេងទៀតដោយចោទប្រកាន់ក្រុងមូស្គូពីការវាយឆ្មក់ដោយមីស៊ីលរបស់កូរ៉េខាងជើងការចោទប្រកាន់ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានកាលពីថ្ងៃអង្គារថាទីក្រុងមូស្គូទទួលបានមីស៊ីល ballistic និងកងទ័ពពីទីក្រុងព្យុងយ៉ាងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាអ៊ុយក្រែននិងដៃគូរបស់ខ្លួនមានផែនការរួមគ្នាដើម្បីបង្ខំមេដឹកនាំរុស្ស៊ីលោក Vladimir Putin ឲ្យចូលទៅក្នុងសន្តិភាពលោក Zelensky បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយថាអ៊ុយក្រែនមានមីស៊ីលស្ទាក់ចាប់អាវុធត្រឹមតែ1/10ប៉ុណ្ណោះដែលខ្លួនត្រូវការជាបន្ទាន់ពីអាមេរិកដើម្បីបញ្ឈប់ការវាយប្រហារដោយមីស៊ីល ballistic របស់រុស្ស៊ីដោយបន្ថែមថាពេលវេលារបស់លោកត្រូវចំណាយលើការហៅទូរស័ព្ទរាប់លានដងក្នុងការធ្វើកិច្ចព្រមព្រៀងមិនច្បាស់លាស់ជាមួយសម្ព័ន្ធមិត្តដើម្បីទទួលបានជំនួយបន្ថែមប្រធានាធិបតីអ៊ុយក្រែនរូបនេះបានថ្លែងថាកងទ័ពអ៊ុយក្រែនត្រូវតែកាន់កាប់តំបន់សមរភូមិជួរមុខក្នុងករណីណាក៏ដោយនៅពេលដែលរឿងនេះកើតឡើងលោកមានទឹកមាត់ប្រៃនិយាយជាមួយសត្រូវរុស្ស៊ីនិងអ៊ុយក្រែនបានវាយប្រហារដាក់គ្នាកាលពីយប់ថ្ងៃប្រហ័សសប្តាហ៍នេះដែលមានមនុស្សយ៉ាងហោចណាស់2នាក់បានស្លាប់នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយត្រូវបានវាយប្រហារនៅក្នុងតំបន់អូដេសាភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនគណៈក្រុងគៀវបាននិយាយថាខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយស្ថិតនៅជ្រៅក្នុងប្រទេសរុស្ស៊ីសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបានឲ្យដឹងតាម Telegram ថាមនុស្ស2នាក់ត្រូវបានសម្លាប់នៅក្នុងស្រុក Beresivka នៃតំបន់អូដេសាបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីចំលើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបណ្ដាលឲ្យក្បាលរថភ្លើងឆេះហើយក្រោយមកត្រូវបានពន្លត់ទៅវិញលោក Zelensky បានបន្ថែមថាការគាំទ្រការការពារដែនអាកាសបន្ថែមទៀតនិងសម្ពាធបន្ថែមទៀតលើរុស្ស៊ីគឺត្រូវការជាចាំបាច់ប្រសិនបើពិភពលោកពិតជាចង់បញ្ឈប់សង្គ្រាមនេះនៅអឺរ៉ុបទីក្រុងមូស្គូកាលពីថ្ងៃប្រហ័សទី13ខែសីហាឆ្នាំ2026បានបដិសេធថានោះគឺជាការកត់សម្គាល់ដែលគ្មានមូលដ្ឋានធ្វើឡើងដោយប្រទេសជប៉ុនជាការកត់សម្គាល់មួយបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើដំណើរទៅកាន់កោះនៅចុងខាងកើតនៃប្រទេសរុស្ស៊ីគឺកោះ Kuril ដែលក៏ត្រូវបានជប៉ុនចាត់ទុកថាជារបស់ខ្លួនសេចក្តីថ្លែងការណ៍មួយពីអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានលើកឡើងថារុស្ស៊ីបដិសេធយ៉ាងដាច់ហឹង្ការចំពោះសេចក្តីថ្លែងការណ៍ទាំងនេះជាសេចក្តីថ្លែងការណ៍ដែលរុស្ស៊ីចាត់ទុកថាជាការអត្ថាធិប្បាយមិនសមរម្យខាងនយោបាយជាការប្រមាថនិងជាការពិតណាស់ថាជាការលើកឡើងដោយគ្មានមូលដ្ឋានផ្លូវច្បាប់កាលពីថ្ងៃទី13ខែសីហានាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានប្រាប់អ្នកសារព័ត៌មានថាដំណើររបស់លោក Putin ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនជប៉ុនហើយមិនអាចទទួលយកបានជាដាច់ខាតលោកស្រីបន្ថែមថាដែនដីភាគខាងជើងគឺជាផ្នែកមួយដែលមានស្រាប់នៃទឹកដីរបស់ជប៉ុនទាំងផ្នែកប្រវត្តិសាស្ត្រនិងក្រមច្បាប់អន្តរជាតិតែលោកស្រី Zakharova បានថ្កោលទោសអ្វីដែលលោកស្រីចាត់ទុកថាជាគោលនយោបាយប្រឆាំងរុស្ស៊ីដែលស្ទើរតែឈានដល់កម្រិតមានអរិភាពបើកចំហរបស់ក្រុងតូក្យូលោកស្រីបាននិយាយថាកោះទាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី2ស្របតាមកិច្ចព្រមព្រៀងរបស់សម្ព័ន្ធមិត្តនិងធម្មនុញ្ញអង្គការសហប្រជាជាតិទីភ្នាក់ងារវប្បធម៌អប់រំនិងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារទី11សីហាថាក្មេងស្រីជាង2លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានបញ្ឈប់ពីការបន្តការសិក្សារបស់ពួកគេលើសពីកម្រិតបឋមសិក្សាចាប់តាំងពីការវិលត្រឡប់ទៅកាន់អំណាចវិញរបស់ក្រុមតាលីបង់រយៈពេល5ឆ្នាំកន្លងទៅនេះក្រុមតាលីបង់បានហាមឃាត់ស្ត្រីពីការងារវិស័យសាធារណៈភាគច្រើននិងកំណត់ក្មេងស្រីក្នុងការទទួលបានការសិក្សាអប់រំត្រឹមអាយុ12ឆ្នាំអ្នកជំនាញអង្គការ UNESCO Hoda Jebarian បាននិយាយថាក្មេងស្រីប្រមាណ2លាន4សែននាក់ត្រូវបានដកចេញពីការអប់រំថ្នាក់មធ្យមសិក្សានិងឧត្តមសិក្សាហើយការរឹតបន្តឹងកាន់តែយូរធ្វើឲ្យមានផលប៉ះពាល់កាន់តែធំសម្រាប់ប្រទេសនេះអង្គការ UNESCO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាប្រសិនបើនិន្នាការនេះនៅតែបន្តអង្គការបានព្យាករណ៍ថាក្មេងស្រីជិត4លាននាក់នឹងត្រូវបានដកចេញពីការសិក្សាអប់រំលើសពីកម្រិតថ្នាក់បឋមសិក្សានៅឆ្នាំ2030សង្ឃឹមក្នុងការស្វែងរកអ្នកនៅមានជីវិតបន្ថែមទៀតពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបានអង្រួនប្រទេសកូឡុំប៊ីនៅដើមសប្តាហ៍នេះកំពុងតែរសាត់បាត់ឆ្ងាយត្រឹមថ្ងៃប្រហ័ស13សីហាសប្តាហ៍នេះគណៈក្រុមសង្គ្រោះបានបង្រួមការស្វែងរករបស់ពួកគេស្របពេលក្រុមគ្រួសារនៅក្នុងតំបន់រងគ្រោះខ្លាំងបំផុតកំពុងរងចាំដំណឹងពីសាច់ញាតិដែលបាត់ខ្លួន
នៅក្នុងទីក្រុងកាលីជាទីក្រុងធំបំផុតទី3របស់ប្រទេសកូឡុំប៊ីក្រុមសង្គ្រោះបានផ្លាស់ប្ដូរពីកិច្ចខំប្រឹងប្រែងស្វែងរកនិងសង្គ្រោះទៅជាការសម្អាតកំទេចកំទីនៅកន្លែងភាគច្រើនជាសញ្ញាមួយដែលបង្ហាញថាជាការឆ្លើយតបនឹងគ្រោះមហន្តរាយកំពុងចូលដល់ដំណាក់កាលដ៏អាក្រក់មួយបន្ទាប់ពីរយៈពេល72ម៉ោងដំបូងដ៏សំខាន់លោក David Tamayo ប្រធានអង្គភិបជាតិសម្រាប់ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយរបស់ប្រទេសកូឡុំប៊ីបានឲ្យដឹងនៅល្ងាចថ្ងៃប្រហ័សសប្តាហ៍នេះថាពួកឲ្យស្ដាយពួកលោកកំពុងឈានដល់ចំណុចមួយដែលលទ្ធភាពនៃការស្វែងរកអ្នកនៅរស់កំពុងថយចុះប៉ុន្តែបេសកកម្មរបស់ពួកលោកគឺបន្តស្វែងរកនិងរកមនុស្សទាំងអស់ដែលត្រូវបានរាយការណ៍ថានៅបាត់ខ្លួននៅឡើយការរំជួយដីកម្រិត 7.4 រិកទ័របានវាយប្រហារភ្លាមៗបន្ទាប់ពីម៉ោង 7:30 នាទីព្រឹកថ្ងៃច័ន្ទដោយបានផ្ដួលរំលំអគារ apartment បំផ្លាញផ្ទះសម្បែងសាលារៀននិងមន្ទីរពេទ្យដែលបង្ខំអ្នកស្រុកទៅកាន់ដងផ្លូវនៅទូទាំងភាគខាងលិចនៃប្រទេសកូឡុំប៊ីដែលជាតំបន់ចំការកាហ្វេរបស់ប្រទេសនេះយោងតាមទិន្នន័យរបស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃប្រហ័សសប្តាហ៍នេះចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់ 281 នាក់ភាគច្រើននៅក្នុងទីក្រុងកាលីនិងទីក្រុង Pereira ដែលជាទីក្រុងមួយក្នុងតំបន់ដំណាំកាហ្វេនិងជាង 3,900 នាក់បានរងរបួសទិន្នន័យបង្ហាញថាមនុស្ស 379 នាក់នៅតែត្រូវបានរាយការណ៍ថានៅបាត់ខ្លួននៅឡើយទេ